ឲ្យគ្របពីលើមាត់និងច្រមុះរបស់អ្នកជំងឺឲ្យបានជិតល្អហើយឃើញឲ្យទៅដង្ហើមចំហយើងធ្វើការសប់ខ្យល់បញ្ចូលចំនួន2ដងរាល់ការសប់ម្ដងគឺយើងត្រូវពិនិត្យមើលចលនាដើមទ្រូងរបស់អ្នកជំងឺធ្វើការសប់បញ្ចូលខ្យល់ដង2ដងបន្ទាប់ពីការសប់ខ្យល់បញ្ចូលចំនួន2ដងហើយគឺយើងត្រូវពិនិត្យមើលចលនាជីវចរការរបៀបរបស់អ្នកជំងឺដោយប្រើប្រាស់ដៃម្រាមដៃ3ដាក់ចំកណ្ដាលកហើយអូសមកសាច់ដុំចង្អុលសាច់ដុំកហើយយើងស្ទាបរមើលជីវចរការរបៀបយើងឃើញថាអ្នកជំងឺពុំមានជីវចរការរបៀបទេបន្តសង្គ្រោះចលនាបេះដូងបន្តទៀតដាក់ប្រអប់ដៃលើទីតាំងនៃបេះដូងដោយយើងប្រើប្រាស់ម្រាមដៃស្ទាបតាមកែនឆ្អឹងជំនីរុញរកមើលឆ្អឹងចុងឆ្អឹងសង្កេតទ្រូងដាក់ពីគ្រាប់ដៃបន្ទាប់ពីចុងឆ្អឹងសង្កេតទ្រូងហើយដាក់កែងនៃប្រអប់ដៃរបស់យើងពីលើបន្ទាប់ពីគ្រាប់ដៃចាក់ស្រេះដៃដោយមិនឲ្យដៃរបស់យើងកងនៅលើឆ្អឹងជំនីរបស់អ្នកជំងឺតទៅទៀតយើងធ្វើការសង្កត់ក្នុងជម្រៅ4ទៅ5សង់ទីម៉ែត្ររាល់ការសង្កត់ម្ដងមានល្បឿនស្មើគ្នាហើយការសង្កត់មានរយៈពេលចំនួន30ដងយើងធ្វើការសង្កត់ដង2ដង3ដង4ដង5ដង6ដង7ដង8ដង9ដង10ដង11ដង12ដង13ដង14ដង15ដង16ដង17ដង18ដង19ដង20ដង21ដង22ដង23ដង24ដង25ដង26ដង27ដង28ដង29ដង30ដងបន្ទាប់ពីការសង្កត់ចំនួន30ដងរួចហើយយើងធ្វើការបន្តសង្គ្រោះសពខ្យល់បញ្ចូលចំនួន2ដងដូចលើកមុនដដែលតបពីសពខ្យល់បញ្ចូលចំនួន2ដងហើយគឺយើងពិនិត្យមើលប្រសិទ្ធភាពនៃការសង្គ្រោះយើងពិនិត្យមើលជីវចរការរបៀបរបស់អ្នកជំងឺយើងឃើញថាអ្នកជំងឺគាត់មានជីវចរការរបៀបឡើងវិញហើយបន្តសង្គ្រោះ